សួស្តីទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ផ្កាអាគីដេកុំភ្លេចជួយ Like Subscribers ផងណាថ្ងៃនេះ Admin យករឿងថ្ងៃមកសម្រាយទៀតហើយបាទរឿងចាប់ផ្ដើមនៅផ្ទះបាយដ៏កក់ក្ដៅដែលឪពុកម្ដាយកំពុងរៀបចំកន្ត្រកសម្រាប់បេះផ្លែឈើបន្លែរីឯកូនតូចៗទាំងពីររត់លេងយ៉ាងសប្បាយដំណើរឆ្ពោះទៅចំការគ្រួសារទាំងមូលស្លៀកពាក់មួកចម្បាំងសមរម្យសម្រាប់ចុះចំការរួចដើរចេញពីមុខផ្ទះឈើទៅកាន់ផ្លូវលំជនបទឪពុកកាន់កន្ត្រកធំមួយរីឯកូនកាន់កន្ត្រកតូចៗរៀងៗខ្លួនពួកគេដើរតាមផ្លូវកាត់វាលស្រែពណ៌បៃតងខ្ចីដែលអមដោយភ្នំលំអៀងកូនរត់លេងពីមុខប្រកបដោយភាពរីករាយពេលវេលានៅចំការ Strawberry ពេលទៅដល់ចំការ Strawberry ដ៏ធំល្វឹងល្វើយគ្រួសារនេះចាប់ផ្ដើមបេះផ្លែ Strawberry ពណ៌ក្រហមទុំឪពុកម្ដាយអង្គុយចុះរីឯកូនតូចៗរត់លេងនៅចន្លោះគុម្ព Strawberry ពួកគាត់ទាំងអស់ញញឹមសើចហើយមើលទៅពោពេញដោយភាពកក់ក្ដៅនិងសុភមង្គលកូនស្រីបេះផ្លែ Strawberry ដ៏ធំមួយផ្លែហើយញញឹមយ៉ាងស្រស់កូនប្រុសតូចបានហូបផ្លែ Strawberry មួយផ្លែយ៉ាងធំរហូតប្រឡាក់ទឹក Strawberry ក្រហមពេញមាត់និងថ្ពាល់ហើយឪពុកសោយដោយក្ដីស្រឡាញ់ម្ដាយក៏បានយកកន្សែងជូតមាត់ឲ្យកូនប្រុសយ៉ាងថ្នាក់ថ្នមពួកគេបន្តបេះ Strawberry រហូតពេញកន្ត្រកការលំឡោមកូនស្រាប់តែមានឈុតមួយដែលក្មេងប្រុសតូចយំតែបងស្រីនិងឪពុកម្ដាយបានអោបលំឡោមហើយមួយសន្ទុះក្រោយមកក្មេងប្រុសក៏សើចលំយំវិញដោយបរិយាកាសគ្រួសារពោរពេញដោយការស្រឡាញ់ពិកនិកដ៏រីករាយបន្ទាប់ពីធ្វើការហើយពួកគេក៏សម្រាកញ៉ាំអាហារជុំគ្នានៅក្រោមលប់ដើមឈើធំកូនស្រីបានបញ្ជក់ Strawberry ទៅប្អូនប្រុសឪពុកបានលើក Strawberry យ៉ាក់មួយផ្លែឡើងហើយកូនទាំងពីរលោតកញ្ឆក់កញ្ឆែងយ៉ាងសប្បាយរីករាយគ្រួសារនេះអង្គុយញ៉ាំ Strawberry យ៉ាងឆ្ងាញ់នៅចំការត្រឡប់ទៅផ្ទះនឹងការរៀបចំពេលល្ងាចចូលមកដល់គ្រួសារនេះក៏ត្រឡប់មកផ្ទះវិញដោយឪពុកដឹកកូនប្រុសហើយម្នាក់កាន់កន្ត្រក Strawberry ពេញដៃនៅផ្ទះបាយកូនបានជួយលាងផ្លែ Strawberry ក្នុងធុងទឹកដោយសើចក្អាកក្អាយបន្ទាប់មកឪពុកម្ដាយបានយកផ្លែ Strawberry មកចិតនិងក្រឡុកធ្វើជាភេសជ្ជៈ Strawberry កូនជួយរៀបចំកែវនិងមើលឪពុកក្រឡុកទឹកដោយភាពរំភើបភាពរីករាយចុងបញ្ចប់នៃថ្ងៃឪពុកចាក់ទឹក Strawberry ដាក់កែវហើយគ្រួសារទាំងមូលក៏អង្គុយផឹកទឹកក្រឡុកនិងញ៉ាំបង្អែមជាមួយគ្នាដែលជាការបញ្ចប់ថ្ងៃដ៏សែនសុខរបស់ពួកគេរឿងរ៉ាវបញ្ចប់ដោយរូបភាពគ្រួសារទាំង4នាក់អង្គុយនៅលើរ៉ានហាលផ្ទះឈើមើលព្រះច័ន្ទពេញវង់នៅពេលរាត្រីបានឈានចូលមកដល់ដែលជានិមិត្តរូបនៃជីវិតជនបទដ៏សែនសុខសាន្តនិងភាពកក់ក្ដៅក្នុងគ្រួសារ